Adam Tini the Paday Ferdinand Marcos Jr. Adam Anutin Chan Virakul Adam Logidio Lolosray. Chipatom some time Makun Japu Adam Tini the Paday Marcos Jr. Nonium Chipatina Zian the Bandit Cham Kat Prachum Yatani. យើងសូម កោតសរសើរ ចំពោះ ភាពជាអ្នកដឹកនាំ ប្រកប ដោយ ស្ថាបនា របស់ ហ្វីលីពីន ក្នុង ការ លើក កម្ពស់ សន្តិភាព ស្ថិរភាព និង សាមគ្គីភាព ក្នុង តំបន់ ថ្ងៃ នេះ អាដាម នាយរដ្ឋមន្ត្រី អនុទាន និង រូប ខ្ញុំ ទើបតែ បាន ជួប ប្រជុំ ជាមួយ នឹង ការ ប្រាជ្ញាចិត្ត រួម គ្នា ក្នុង ការ សម្រេច ឲ្យ បាន នូវ សន្តិភាព យូរ វែង រវាង ប្រទេស ទាំង ពីរ ការ ពិភាក្សា របស់ យើង បាន ផ្ដោត លើ វិធានការ កាត់ បន្ថយ ភាព តានតឹង និង ការ កសាង ទំនុកចិត្ត ដើម្បី ស្ដារ និង ពង្រឹង ក្របខ័ណ្ឌ ការងារ ដែល មាន ដំណើរ ការ មួយ សម្រាប់ សន្តិភាព យូរ វែង និង ការ ធ្វើ ឲ្យ ទំនាក់ទំនង មាន ប្រកបដោយ ភាព ឡើងវិញ យើង បាន ពិភាក្សា អំពី ការ ចាប់ផ្ដើម ឡើងវិញ នៅ រាល់ យន្តការ ដែល មាន ស្រាប់ ដូចជា JBC GBC និង RBC បន្ទាប់ពី រាជរដ្ឋាភិបាល ថ្មី របស់ ប្រទេស ថៃ បាន ចាប់ផ្ដើម អនុវត្ត ការងារ របស់ ខ្លួន បាន យ៉ាង ពេញលេញ រួចមក កម្ពុជា វាតម្លៃ ខ្ពស់ ចំពោះ ទូនាទី ដ៏ សំខាន់ របស់ AOT និង សូម ថ្លែង អំណរគុណ ដល់ ប្រទេស អាស៊ាន ចំពោះ ការ គាំទ្រ និង ការ ចូលរួម ចំណែក ជា បន្ត កម្ពុជា ស្វាគមន៍ ហ្វីលីពីន ដែល បាន ទទួល តំណែង ជា ប្រធាន អាស៊ាន បន្ត ពី ម៉ាឡេស៊ី កម្ពុជា បាន ផ្ដល់ កិច្ច សហប្រតិបត្តិការ យ៉ាង ពេញទំហឹង និង អំពាវនាវ ចំពោះ ការ ពង្រឹង ទូនាទី របស់ AOT ដើម្បី ផ្ទៀងផ្ទាត់ និង ធានា ដល់ ការ អនុវត្ត បទ ជំបាញ់ និង រាល់ វិធានការ ដែល បាន ព្រមព្រៀង យើង ក៏ បាន គូបញ្ជាក់ ផង ដែរ អំពី សារៈ សំខាន់ នៃ ការ ផ្លាស់ប្ដូរ ទំនាក់ទំនង រវាង ប្រជាជន និង ប្រជាជន ដូចជា តាម រយៈ សមាគម មិត្តភាព កម្ពុជា ថៃ ដែល ជា សសរ ស្តម្ភ បំពេញ បន្ថែម មួយ ក្នុង ការ កសាង ទំនុកចិត្ត ឡើងវិញ និង ការ លើកកម្ពស់ ការ យោគយល់ គ្នា ទៅវិញទៅមក សម្រាប់ ជំនាញ ទៅមុខ យើង ក៏ បាន ប្រគល់ ភារកិច្ច ជួយ រដ្ឋមន្ត្រី ក្រសួង ការបរទេស នៃ ប្រទេស ទាំង ពីរ ឲ្យ បន្ត ពិភាក្សា លម្អិត បន្ថែម ទៀត និង អនុវត្ត ការងារ ទាំង នោះ ក្នុង អភិក្រម មួយ ដែល ជាក់ស្ដែង និង ផ្ដោត ទៅលើ លទ្ធផល ដោយ បាន លើកឡើង បាញ់មិញ ដោយ អាដាម ប្រធានាធិបតី កម្ពុជា សូម រំលឹក ឡើងវិញ ថា ខ្សែ ព្រំដែន មិន អាច ត្រូវ បាន ផ្លាស់ប្ដូរ ឬ កំណត់ ដោយ ការ ប្រើប្រាស់ កម្លាំង ឬ តាម រយៈ ការ បង្កើត អង្គហេតុ សម្រាប់ លើ ទីតាំង ជាក់ស្ដែង នោះ ទេ កម្ពុជា អំពាវនាវ ឲ្យ មាន ការ អនុវត្ត ដោយ ពេញលេញ និង ភ្លាមៗ នៅ សេចក្តី ប្រកាស រួម ថ្ងៃ 27 ធ្នូ 2025 ទាំង ស្រុង និង ជា ពិសេស ចំណុច ទី 3 ដែល អំពាវនាវ ឲ្យ មាន ការ ចាប់ផ្ដើម ឡើងវិញ ជា បន្ទាន់ នឹង ការ វាស់វែង ខណ្ឌ សីមា របស់ គណៈកម្មការ GBC ស្រប តាម កិច្ច ព្រមព្រៀង ដែល មាន ស្រាប់ ដោយ គ្មាន ការ ពន្យាពេល តទៀត យើង ជឿជាក់ ថា យន្តការ នេះ គឺ ពិត ជា ចាំបាច់ ក្នុង ការ ធានា បញ្ចប់ ការ បង្កើត អង្គហេតុ សម្រាប់ លើ ទីតាំង ជាក់ស្ដែង និង ដើម្បី ធានា ថា អធិបតេយ្យភាព បូរណភាព ទឹកដី និង ខ្សែ បន្ទាត់ ព្រំដែន អន្តរជាតិ ត្រូវ បាន គោរព ស្រប តាម ច្បាប់ អន្តរជាតិ និង សន្ធិសញ្ញា ព្រម ទាំង កិច្ច ព្រមព្រៀង ដែល មាន ស្រាប់ ការ នេះ នឹង ជួយ លើក កម្ពស់ ទំនុកចិត្ត និង នាំ មក នូវ សន្តិភាព យូរ វែង រវាង ប្រទេស យើង ទាំង ពីរ យើង ក៏ បាន ពិភាក្សា ផង ដែរ អំពី ទិសដៅ ទៅ អនាគត សម្រាប់ ការ ដោះស្រាយ ការ ទាមទារ ដែន សមុទ្រ រួម ត្រួត ស៊ី គ្នា ជាមួយ នឹង ការ សម្រេចចិត្ត របស់ កម្ពុជា ក្នុង ការ ប្រើប្រាស់ យន្តការ ផ្សះផ្សា ដោយ ចាប់ បង្ខំ ក្រោម អនុសញ្ញា UNCLOS បន្ទាប់ ពី ការ ដកខ្លួន របស់ ថៃ ចេញ ពី MOU 2001 កម្ពុជា ជឿជាក់ ថា នេះ ជា មាគ៌ា សន្តិវិធី ដែល នឹង នាំ ទៅ រក ដំណោះស្រាយ ប្រកប ដោយ យុត្តិធម៌ សម្រាប់ ភាគី ទាំង ពីរ ជា ចុងក្រោយ កម្ពុជា នៅ តែ ប្រកាន់ ភ្ជាប់ មុតមម ចំពោះ ការ ដោះស្រាយ បញ្ហា ចំនួន ដោយ សន្តិវិធី ផ្អែក លើ ច្បាប់ អន្តរជាតិ និង កិច្ច ព្រមព្រៀង ដែល មាន ស្រាប់ រួម ទាំង ការ ប្តេជ្ញាចិត្ត ដែល ត្រូវ បាន បញ្ជាក់ យ៉ាង ច្បាស់ នៅ ក្នុង សេចក្តី ថ្លែងការណ៍ រួម ទីក្រុង កូឡាឡាំពួរ ថ្ងៃ 26 តុលា 2025 និង សេចក្តី ប្រកាស រួម ថ្ងៃ 27 ធ្នូ ឆ្នាំ 2025 កម្ពុជា ត្រៀម ខ្លួន ជា ស្រេច ក្នុង ការ បោះ ជំហាន ទៅ មុខ ប្រកប ដោយ ស្មារតី ស្ថាបនា ឆាប់រហ័ស និង សុឆន្ទៈ សូម អរគុណ